នៅយប់ថ្ងៃច័ន្ទទី23 ខែមីនានេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានសរសេរសារបង្ហោះនៅលើបណ្ដាញសង្គមផ្លូវការរបស់សម្ដេចដែលមានខ្លឹមសារដូចតទៅនេះថ្ងៃនេះខ្ញុំសូមបង្ហាញនៅអារម្មណ៍បុគ្គលដែលមិនពាក់ព័ន្ធជាមួយនឹងការងាររបស់រដ្ឋនោះឡើយអ្វីដែលខ្ញុំចង់និយាយគឺតាក់ទងជាមួយស្ត្រីម្នាក់ជោគប្តីពីរក្នុងពេលតែមួយនិងរស់នៅជាមួយគ្នាជិះរថយន្តជាមួយគ្នាហូបបាយជាមួយគ្នាធ្វើការងារជាមួយគ្នាតែខ្ញុំមិនច្បាស់ថានៅលើគ្រែជាមួយគ្នានោះទេរូបភាពទាំងអស់នេះត្រូវបានចែកចាយលើបណ្ដាញសង្គមយ៉ាងទូលំទូលាយតើស្ត្រីម្នាក់នេះយកប្តីពីរនាក់ពិតប្រាកដមែនឬគ្រាន់តែជាការសម្ដែងដើម្បីទាក់ទាញឲ្យអ្នកមើលប្រសិនបើគាត់យកប្តីពីរនាក់ពិតប្រាកដមែនហើយរស់នៅជាមួយគ្នាចែកវេនគ្នារួមភេទគាត់ជាស្ត្រីដ៏មហិមានិងជាស្ត្រីដែលបំផ្លាញប្រពៃណីស្ត្រីខ្មែរខ្លាំងបំផុតក្នុងសម័យទំនើបក្រោយរបបប៉ុលពតបុរសមានប្រពន្ធពីរឬលួចមានស្រីខំលាក់បាំងខ្លាចប្រពន្ធឆ្លោះគ្នាផងខ្លាចច្បាប់ផងខ្លាចប្រពន្ធដឹងផងព្រមទាំងរដ្ឋធម្មនុញ្ញចែងថាប្តីមួយប្រពន្ធមួយផងខ្ញុំសូមបងប្អូនឬសមីខ្លួនជួយបំភ្លឺរឿងនេះផងប្រសិនបើអាចធ្វើទៅបានពីខ្ញុំបាទសេងខ្មែរ